បាទជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំត្រឡប់មកតាមសន្យានឹងធ្វើការថតបង្ហាញជាមួយនឹងផ្នែកខាងក្នុងបាទសម្រាប់ Silai N7 នេះតែម្ដងដោយសារតែវីដេអូមុនគឺខ្ញុំបានធ្វើការបង្ហាញជាមួយរូបរាងខាងក្រៅមកជុំជូនបងប្អូនទស្សនារួចហើយបាទអញ្ចឹងឥឡូវនេះគឺខ្ញុំធ្វើការបើកបង្ហាញ interior ខាងក្នុងជូនបងប្អូនទស្សនាហើយ Silai N7 នេះយើងមាន2 option បាទជា option Advanced ជាមួយនឹង Premium អញ្ចឹងខ្ញុំបង្ហាញជូនបងប្អូននេះជា option Advanced បាទចំណុចខុសគ្នាយើងមានតិចតួចទេការ design ក្នុងក្រៅអីគឺដូចគ្នាទាំងអស់អ្វីដែលខុសគ្នាគឺទៅលើកម្លាំង horsepower ក៏ដូចជាតាក់ទងជាមួយនឹង range ជិះបាទ range អគ្គិសនីសម្រាប់ការជិះបាទអញ្ចឹងបងប្អូនអាចមើលជាមួយនឹង interior ខាងក្នុងពណ៌នេះភាគច្រើនបងប្អូនដែលគាត់មើល BYD បាទអាចថាគាត់សាងជាមួយនឹងភាគច្រើនគឺគាត់ឃើញពណ៌សហើយសបែបបដោះគោឬក៏សលីអីផ្សេងប៉ុន្តែ Silai N7 នេះខ្ញុំជឿជាក់ថាបងមកមើលដឹងថាពេញចិត្តជាមួយប្រភេទ Land Sport design ខ្មៅថ្មី Premium ហ្មងបាទប្រភេទពូកស្បែកខ្មៅនេះខ្មៅបែកខៀវបាទបើបងប្អូនមើលនឹងក្រៅមិនមែនខ្មៅក្រឹបហ្មងទេហើយសំខាន់ថ្មីឡាយមកពណ៌យ៉ាងខៀវចាស់បាទស្អាតមែនតែមកខាងក្នុងនេះអ្វីដែលការ design BYD ភាគច្រើនធ្វើបងប្អូននៅលើដៃចកូននេះបាទគឺរៀងអក្សរ D នេះបើនិយាយទៅសម្រាប់ការ design ខាងក្នុងខ្ញុំអាចនិយាយបានថា Silai N7 នេះវាស្តៀងបាទទៅលើ Silai N6 ដែលជាប្រភេទឡានសាំងលាអគ្គិសនីនៅលើកន្លែងបាទចក្កះលេខនេះបាទការ design គឺដូចគ្នាតែម្ដងសឹងតែដូចគ្នា 100% អាចថាខុសកន្លែងនេះតិចតួចប៉ុន្តែកន្លែងមកប្រអប់លេខនេះគឺស្តៀងដូចទៅនឹង Silai N6 តែម្ដងតោះឥឡូវបងប្អូនមកមើលផ្នែកខាងក្នុងបាទ interior ខាងក្នុងបងដែលគាត់ស្រឡាញ់ខ្មៅមើលទៅតាក់ភ្នែកតែម្ដងស្អាតខ្លាំងណាស់ហើយសម្រាប់ speaker គឺដូចជាមួយនឹង Silai N6 អញ្ចឹងគឺជា brand របស់ Infinity បាទបងអាចកលេចមកមើលបានស្អាតមែនតើបាទផ្សិនជាមុខក្រោយកៅអីពូស្បែកអូស្អាតចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានបង្ហាញប៉ុណ្ណឹងជាមួយនឹងផ្នែកខាងក្នុងបាទហើយបងប្អូនលំអិតអីអាចអញ្ជើញមកមើលឡានផ្ទាល់នៅកន្លែងទីតាំង showroom បាទអរគុណច្រើន